កំណត់ត្រាគំនិតទី20សមត្ថភាពពិតគឺជួយសង្គមបានច្រើនជាងប្រជាប្រិយភាពខ្លាំងៗពេលបំពេញការងារស្នូលសំខាន់មែនទែនគឺមនុស្សមានសមត្ថភាពត្រូវបោះបង់ចោលប្រជាប្រិយភាពពីព្រោះប្រជាប្រិយភាពខ្លះវាអាចរំខានពេលវេលាបំពេញការងារស្នូលពិតប្រាកដយុវជនដែលចង់ជួយសង្គមជួយឲ្យបានច្រើនជួយឲ្យកាន់តែមានប្រសិទ្ធភាពចូលខ្វល់ពីការកសាងសមត្ថភាពខ្លួនឯងឲ្យច្រើនជាងប្រជាប្រិយភាពនិងភាពល្បីល្បាញដែលខ្វះនៅសមត្ថភាពពិតចង់កសាងប្រជាប្រិយភាពចូលគុំបំផោងខ្លួនឯងតាមរបៀបសត្វហ៊ីងបំផោងខ្លួនឲ្យប៉ុនសត្វគោតែត្រូវកសាងសមត្ថភាពក្នុងកលៈទេសៈខ្លះប្រជាប្រិយភាពនិងសមត្ថភាពក៏អាចជួយយើងបានច្រើនផងដែរអ្នកដឹកនាំត្រូវផ្ដោតលើការងារស្នូលបើទោះបីជាមានឋានៈតូចធំចំណេះដឹងខ្ពស់ទាបចូលមានលក្ខណៈជាមនុស្សព្រមទុំខាងក្រៅតែមានចរិតរឹងមាំនិងនៅខាងក្នុងការឆ្លោះទាស់តែងគ្នាទោះជាមួយមិត្តភ័ក្តិឬក៏ជាមួយស្ត្រីក៏ដោយគឺត្រូវរក្សាគុណតម្លៃសីលធម៌ពាក្យសម្ដីសមរម្យមិនមែនប្រឹងរកគ្រប់មធ្យោបាយកាច់មួលលាបពណ៌គ្នាបង្ខូចគេខុសពីការពិតឡើយពេលនិយាយការពិតចូលនិយាយតែការពិតបានហើយមិនគួរឆ្លៀតឱកាសសងសឹកគ្នាឌឺដងឌៀមដាមផ្លែផ្កាដោយកំហឹងពេលនិយាយរកដំណោះស្រាយចូលនិយាយតែពីដំណោះស្រាយបានហើយកុំឆ្លៀតបញ្ចេញកំហឹងប្រែអារម្មណ៍ដោះស្រាយបញ្ហាធំពេលចង់ត្រូវរើគ្នាចូលចេះលះបង់ឲ្យគ្នាហើយគិតប្រយោជន៍រួមឲ្យបានច្រើនបន្តិចសុភាសិតខ្មែរលោកបានពោលទុកថាបើទំពក់មិនទៅភ្នៅមិនមកបើការលះបង់ខ្លះមានប្រយោជន៍ច្រើនមានលទ្ធផលល្អប្រសើរយើងគួរតែប្រថុយធ្វើជាអ្នកលះបង់មុនកាលបើមនុស្សបែកបាក់គ្នាហើយមិនសាមគ្គីគ្នាហើយចង់សម្រេចអ្វីក៏សម្រេចមិនកើតដែរឬបើសម្រេចបានកើតក៏កើតបានត្រឹមតិចតួចប៉ុណ្ណោះតែទៅរកសេចក្តីសុខសង្គមឯណាបានបើមើលទៅលើមេឃទេវតាជួបគ្នានៅក្រៅមេឃមនុស្សចាត់ទុកគ្នាដូចជាឆ្កែចចកដែលហៅថាគុណធម៌ដ៏ខ្ពស់បំផុតរបស់អ្នកដឹកនាំគឺក៏បីឈ្នះបុគ្គលអ្នកក្រោធដោយសេចក្តីមិនក្រោធក៏បីឈ្នះអកុសលដោយសប្បុរសក៏បីឈ្នះបុគ្គលកំណាញ់ដោយការឲ្យក៏បីឈ្នះបុគ្គលអ្នកពោលពាក្យកុហកដោយការពោលពាក្យពិតនេះគឺជាទ្រឹស្ដីរបស់ពុទ្ធនិយមបើយើងអាចធ្វើបានយើងនឹងគេចផុតពីទំនាយសុភាសិតបើទំពក់មិនទៅភ្នៅមិនមកឬទះដៃម្ខាងមិនលឺទេចង់ឈ្នះអ្វីៗទាំងអស់ចូលឈរតែខាងសច្ចភាពឈរខាងការពិតអត់ធ្មត់ឲ្យត្រូវយោគយល់ឲ្យត្រូវមនុស្សអភ័យឲ្យត្រូវមនុស្សហើយបន្តសកម្មភាពឲ្យលើសអ្នកណាទាំងអស់ការងារដែលរវល់តោះតែងគ្នានេះជាការងារកំពេចកំប៉ុកអ្នកដឹកនាំមិនមែនធ្វើរឿងតូចតាចដូចជាការឆ្លោះតោះតែងគ្នាអញ្ចឹងទេតែមានការងារស្នូលការងារធំការងារសំខាន់ជាងនេះឆ្ងាយណាស់គ្មាននរណាម្នាក់ជាតួឯកសង្គមទេដែលហៅថាប្រមាថមើលងាយបុព្វបុរសដូនតាគឺជាទង្វើដែលមនុស្សបំភ្លេចគុណសម្បត្តិបុព្វបុរសហើយបែរជាធ្វើគ្រប់យ៉ាងដើម្បីលើកតម្កើងខ្លួនឯងជីវិតរស់នៅក្នុងសង្គមក្នុងនាមយើងជាជនសង្គមចូលកុំភ្លេចថាតួនាទីរបស់យើងជាអ្នកស្រោចទឹកដាក់ជីថែទាំសង្គមរួមទាំងមនុស្សអ្នកជំនាន់ក្រោយថានរណាម្នាក់គេចផុតពីករណីកិច្ចនេះទេយើងម្នាក់តែងតែស្រឡាញ់ខ្លួនឯងហើយពេលដែលយើងជួយខ្លួនឯងរួចផុតពីការលំបាកហើយយើងប្រកាសជាមានចិត្តចង់ជួយបងប្អូនបង្កើតឬសាច់ញាតិបន្ទាប់មកយើងនឹងចង់ចូលរួមចំណែកជួយសហគមន៍ឬជួយសង្គមតាមលទ្ធភាពរៀងខ្លួនរហូតដល់ចុងក្រោយធម្មជាតិមនុស្សនឹងស្វែងរកការទទួលស្គាល់ពីសង្គមតាមរយៈកិច្ចការដែលខ្លួនធ្វើនឹងហើយដែលហៅថាសង្គមគឺគ្មាននរណាម្នាក់ជាតួឯកទេជាពិសេសការរីករាលដាលនៃពហុវប្បធម៌ដូចជាសម័យបច្ចុប្បន្ននេះពេលណាដែលសមាជិកណាម្នាក់មានជំងឺតួឯកគឺសង្គមនឹងបែកបាក់មួយរំពេចអ្នកមានទ្រព្យដៀលគ្រូនឹងធ្វើឲ្យសង្គមបែកបាក់អ្នកមានទ្រព្យដៀលអ្នកក្រខ្សត់នឹងធ្វើឲ្យសង្គមបែកបាក់អ្នកមានទ្រព្យដៀលអ្នកខ្សត់ខ្សោយនឹងធ្វើឲ្យសង្គមបែកបាក់អ្នកចេះដឹងមើលងាយអ្នកទន់ខ្សោយខ្សត់ចំណេះនឹងធ្វើឲ្យសង្គមបែកបាក់ខ្ញុំសូមចែករំលែកអ្វីដែលហៅថាមានទ្រព្យឬក្របន្តិចចុះជីវិតចុងក្រោយរបស់មនុស្សគឺមិនមែនក្រទ្រព្យទេតែគឺក្របុណ្យនិងក្រទាន
ខ្ញុំនិយាយក្នុងខ្លឹមសារសាសនាប៉ុណ្ណោះព្រោះពេលស្លាប់មនុស្សមិនអាចយកអ្វីទៅជាមួយខ្លួនបានទេក្រៅតែពីបុណ្យកុសលនិងទានដែលខ្លួនបានធ្វើកាលនៅមានជីវិតអ្នកណាដែលប្រព្រឹត្តសាសនាគឺជាអ្នកដែលយល់ពីធម្មជាតិជីវិតច្រើនទោះជាយ៉ាងណាដោយដែលបានលើកឡើងអញ្ចឹងថាយើងមិនអាចរស់នៅដោយគ្មានការរីកចម្រើនខាងលោកសម្ភារៈបានទេប៉ុន្តែចូលកុំចាត់ទុកសម្ភារៈនិយមឬការមានទ្រព្យច្រើនជាអ្វីដែលខ្ពង់ខ្ពស់ឬថ្លៃថ្នូរលើសគេឯងកាលបើយើងយល់បែបនេះយើងនឹងមានជំងឺតួឯកជំងឺផ្ដាច់ការនិងជំងឺអួនមនុស្សកាលណាបើមានជំងឺយល់ថាខ្លួនឯងអស្ចារ្យលើសគេលើឯងដោយសារតែមានអ្វីមួយខ្ពង់ខ្ពស់ជាងមនុស្សដទៃគឺនឹងធ្វើឲ្យយើងចាប់ផ្ដើមមើលងាយអ្នកដទៃប្រើប្រាស់សម្ដីដែលគ្មានសីលធម៌លែងគោរពអ្នកដទៃអ្នកសរសេរឬអ្នកនិយាយជាសាធារណៈខ្លះយល់ថាអ្វីដែលខ្លួននិយាយឬអ្វីដែលខ្លួនសរសេរហ្នឹងគឺសុទ្ធតែត្រឹមត្រូវទាំងអស់ព្រោះតែខ្លួនមានទ្រព្យឬមានចំណេះវិជ្ជាលើមនុស្សដ៏ច្រើនបន្តិចការនេះវានាំឲ្យយើងមិនយល់ចិត្តអ្នកដទៃមិនប្រាក់សម្ដីបែបអ្នកធ្វើការងារសហគមន៍ខ្មែរពីជំនាន់ដើមជាមនុស្សទន់ភ្លន់ណាស់សម្ដីរឹកពីមាយាទកិរិយាកាយវិការសមសួនដូចទៅនឹងសម្លៀកបំពាក់សម្ដីដែលខ្ជាក់ចេញដោយមិនបានបំពាក់នូវសិលធម៌គុណធម៌វាច្រើនតែធ្វើឲ្យយើងអាប់អោនកិត្តិយសឬមានទំនាស់បង្កការរើសអើងឬបាក់បែកបញ្ហាមួយទៀតដែលនាំឲ្យយើងគិតខុសនិយាយខុសគឺខុសនោះពីព្រោះកលៈទេសៈទ្រឹស្ដីត្រូវហើយតែខុសស្ថានភាពសង្គមអានសៀវភៅច្រើនពិចារណាច្រើនខ្ញុំមើលឃើញត្រូវខុសស្ថិតនៅក្នុងស្ថានភាពហើយចំពោះអ្វីដែលខ្ញុំឲ្យត្រូវគ្រប់កលៈទេសៈនិងគ្រប់ស្ថានភាពមិនថាស្ថានភាពណាឬកលៈទេសៈណានៅតែត្រឹមត្រូវគឺសិលធម៌គុណធម៌និងសុជីវធម៌ក្នុងកាលណាក៏ដោយនិយាយស្ដីអ្វីកុំភ្លេចសិលធម៌ផងព្រោះសម្ដីខ្លះត្រូវតែបើសិលធម៌សូន្យគឺស្មើនឹងប្រមាថនិងមើលងាយអ្នកដទៃមានទ្រព្យច្រើនចេះដឹងច្រើននិយាយស្ដីបំភ្លេចសិលធម៌គុណធម៌និងសុជីវធម៌ស្រឡាញ់ប្រជាជនឲ្យដូចចុចពេលណាដែលសមាជិកណាម្នាក់មានជំងឺតួឯកសង្គមនិងបែកបាក់មួយរំពេចទ្រឹស្ដីសកលមួយដែលយើងតែងតែឮអ្នកប្រាជ្ញទស្សនវិទូអ្នកត្រាស់ដឹងតែងតែលើកយកមកអប់រំមនុស្សគឺចូលស្រឡាញ់អ្នកដទៃឲ្យដូចស្រឡាញ់ខ្លួនឯងចូលស្រឡាញ់គ្រួសារអ្នកដទៃឲ្យដូចស្រឡាញ់គ្រួសារខ្លួនឯងចូលកុំធ្វើទង្វើណាដែលអ្នកមិនប្រាថ្នាឲ្យអ្នកដទៃប្រព្រឹត្តមកលើខ្លួនទស្សនវិជ្ជានេះជាគំនិតសកលដែលមិនប្រែប្រួលទៅណាទេបើទោះបីសម័យកាលប្រែប្រួលដល់យុគណាក៏ដោយហេតុអ្វីគឺព្រោះតែបើមនុស្សជាតិលែងមានចិត្តសណ្ដោះប្រណីលែងចេះស្រឡាញ់គ្នាលែងខ្វល់ពីអ្នកដទៃប្រកាសជាការសង្គ្រាមចាក់ជាមិនខានការខ្វល់តែពីខ្លួនឯងគឺជាសភាពចិត្តអាត្មានិយមហើយមិនមែនជាគុណធម៌ឡើយដែលហៅថាគុណធម៌ទៅបានលុះត្រាតែសភាពចិត្តរបស់មនុស្សវាចាកនៅអកុសលធម៌ហើយប្រព្រឹត្តខ្លួនចំពោះមនុស្សដទៃដោយករុណាធម៌មានតែមនុស្សជាតិយើងប៉ុណ្ណោះដែលចេះពិចារណាខុសត្រូវរីឯសត្វមិនចេះថ្លឹងថ្លែងខុសនឹងត្រូវអញ្ចឹងហើយទើបសត្វស្ថិតនៅកម្រិតទាបជាងមនុស្សមេដឹកនាំម្នាក់កាលណាបើមានឱកាសក្លាយទៅជាអ្នកដឹកនាំគឺប្រហែលជាប្រវត្តិសាស្ត្រជ្រើសរើសយកឲ្យទទួលភារកិច្ចដ៏ធ្ងន់បែបនេះឋានៈទូនាទីរបស់មេដឹកនាំមិនអាចធ្វើឲ្យមេដឹកនាំមានមោទនភាពបានឡើយលុះត្រាតែខ្លួនបានកសាងផលប្រយោជន៍ដ៏ច្រើនដល់ប្រជាជនឬអ្នកដើរតាមសម្រាប់មេដឹកនាំពិតប្រាកដមិនគិតពីខ្លួនមិនខ្វល់ពីគ្រួសារខ្លួនឯងតែគិតពីអ្នកដទៃនិងគិតពីគ្រួសារអ្នកដទៃជាពិសេសគឺគ្រួសាររបស់ប្រជាជនចុះសួរថាតើមានទេដែលមេដឹកនាំមិនគិតពីខ្លួនឯងមិនគិតពីគ្រួសារឯងបើមិនអាចការពារគ្រួសារខ្លួនឯងបានតែអាចតែមានសមត្ថភាពការពារគ្រួសារអ្នកដទៃបានយ៉ាងដូចម្តេច